ជនហោះចម្បាំងអាមេរិក F-16 ជាទូទៅមានតម្លៃចន្លោះពី$60 លានដល់$200 លានក្នុងមួយគ្រឿងអាស្រ័យលើ model និងការចំណាយផ្សេងៗដែលរួមបញ្ចូលក្នុងការទិញសម្រាប់ជនហោះដែលផលិតថ្មីដូចជា F-16 Block 70 72តម្លៃមូលដ្ឋានរបស់វាត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រហែល$63 លាននៅពេលដែលរួមបញ្ចូលទាំងការបណ្ដុះបណ្ដាលគ្រឿងបន្លាស់ការថែទាំការគាំទ្រផ្នែកថែទាំនិងអាវុធតម្លៃសរុបក្នុងកញ្ចប់លក់យោធាទៅបរទេសអាចលើសពី$100 លានទៅដល់ជាង$200 លានក្នុងមួយគ្រឿងការប្រតិបត្តិយន្តហោះនេះមានតម្លៃថ្លៃផងដែរដោយការចំណាយគឺប្រហែល$20,000ក្នុង1ម៉ោងនៃការហោះហើរយន្តហោះ F-16 កំណត់គោលដៅពីអាកាសទៅដីបានយ៉ាងច្រើនប្រភេទដែលមានតម្លៃខុសៗគ្នាគួរឲ្យកត់សម្គាល់គ្រាប់បែកដែលមានអង្កត់ផ្ចិតតូចកម្រិតច្បាស់ GBU 39មានតម្លៃ$40,000ក្នុងមួយគ្រាប់ខណៈដែលគ្រាប់បែកនាំផ្លូវដោយឡាស៊ែរGBU 12 Power 2មានតម្លៃ$22,000ឧបករណ៍ឆ្លាតវៃ GDAM ដែលបំលែងគ្រាប់បែកធម្មតាទៅជាអាវុធកម្រិតច្បាស់មានតម្លៃចន្លោះ$21,000ទៅ$36,000ចំណែកឯគ្រាប់បែកធម្មតាបំផុតគឺ Mark 82មានតម្លៃ$4,000